អ្នកជំនាញថាយើងគួរខិតខំអភិវឌ្ឍខ្លួនឯងជៀសជាងទៅស្ទាល់ប្រទេសជិតខាងទាំងខ្លួនឯងមិនអាចលូកដៃបាននៅក្នុងលិខិតបំភ្លឺមួយរបស់ក្រសួងការបរទេសកម្ពុជាដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025នេះបានបញ្ជាក់ថារូបភាពសំណង់ផ្លូវកាត់សមុទ្រដែលឃើញចែកផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមគឺជាសំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀនខេត្តអានយ៉ាងទៅកាន់កំពង់ផែពហុបំណងនៃទីក្រុងហាទៀងដែលបច្ចុប្បន្នស្ថិតក្នុងទឹកដីវៀតណាមខេត្តអានយ៉ាងពីមុនឈ្មោះខេត្តចៅដុកត្រូវបានវៀតណាមបង្រួមខេត្តខ្មែរ3ចូលគ្នាតែមួយរួមមានមាត់ជ្រូកក្រមួនសនិងពីមរូបភាពនៃសំណង់នេះត្រូវបានក្រុមបំពល់ព័ត៌មានតាមបណ្ដាញសង្គមមួយចំនួនបានចែកផ្សព្វផ្សាយយ៉ាងផុសផុលដោយមានភ្ជាប់ជាមួយខ្លឹមសារឌឺដងនិងញុះញង់ឲ្យមានការភ័ន្តច្រឡំនៅក្នុងបណ្ដាញអនឡាញដែលកំពុងមានឥទ្ធិពលទោះបីជាយ៉ាងណាក៏ដោយគម្រោងផ្លូវទឹកនិងកំពង់ផែរបស់វៀតណាមនេះគឺស្ថិតនៅគៀកនឹងដែនសមុទ្ររបស់កម្ពុជាដោយមានចម្ងាយមិនដល់10គីឡូម៉ែត្រនោះទេដែលធ្វើឲ្យមានការលើកឡើងពីកង្វល់មួយចំនួនលោកបណ្ឌិតជ័យតិចអ្នកតាមដានភូមិសាស្ត្រនយោបាយបានលើកឡើងនូវក្តីបារម្ភពីទី1គឺការប្រកួតប្រជែងផ្នែកភស្តុភារកម្មទី2គឺកម្ពុជាអាចបាត់បង់ដែនអធិបតេយ្យលើផ្ទៃសមុទ្រខណៈមិនទាន់មានការបែងចែកនិងខណ្ឌសីមាព្រំដែនសមុទ្ររវាងប្រទេសទាំងពីរនៅឡើយចំណែកទី3នោះគឺផ្នែកមួយនៃកំពង់ផែនេះអាចក្លាយជាមូលដ្ឋានទ័ពជើងទឹកដែលគំរាមកំហែងដល់សន្តិសុខជាតិកម្ពុជាពាក់ព័ន្ធនឹងការប្រកួតប្រជែងផ្នែកភស្តុភារកម្មលោកបណ្ឌិតជ័យតិចថាគម្រោងផ្លូវនិងកំពង់ផែនេះគឺចំពីមុខច្រកចេញនៃគម្រោងផ្លូវទឹករបស់កម្ពុជាគឺព្រែកជីកហ្វូណនដៃជោដែលវានឹងរំខានដល់នាវាហើយកំពង់ផែនេះនឹងក្លាយជាកន្លែងប្រកួតប្រជែងដ៏ធំរបស់កំពង់ផែពហុបំណងកំពតនិងកំពង់ផែរៀមព្រះសីហនុចំណែកលោកបណ្ឌិតកិនភៀប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិតសភាកម្ពុជាបានលើកឡើងថាគម្រោងកំពង់ផែនិងផ្លូវនេះគឺស្ថិតក្នុងអធិបតេយ្យវៀតណាមកម្ពុជាមិនមានសិទ្ធិលូកដៃលើការអភិវឌ្ឍរបស់រដ្ឋវៀតណាមនោះទេដូចគ្នាដែររាជវៀតណាមឬប្រទេសដទៃទៀតក៏គ្មានសិទ្ធិលូកដៃជ្រៀតជ្រែកលើគម្រោងនៃការអភិវឌ្ឍរបស់កម្ពុជាដែរដូចគ្នាដែរលោកបណ្ឌិតថាប្រជាពលរដ្ឋអ្នកសិក្សាស្រាវជ្រាវបញ្ញវន្តអ្នកនយោបាយកម្ពុជាគួរតែបង្វែរក្តីបារម្ភទៅជាការបង្រួបបង្រួមគ្នាជាធ្លុងមួយនិងខិតខំចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិឲ្យរីកចម្រើនចេញផុតពីសម្ពាធរបស់រដ្ឋជិតខាងជាពិសេសជំរុញវិស័យភស្តុភារកម្មដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិតាមរយៈបង្កើតឲ្យមានការដឹកជញ្ជូនចម្រុះទាំងផ្លូវថ្នល់ផ្លូវដែកនិងផ្លូវទឹកលោកបណ្ឌិតកិនភៀនិងលោកបណ្ឌិតជ័យតិចលើកឡើងស្របគ្នាថាជាជាងការអង្គុយវិភាគតាមការចាក់រុកលើបណ្ដាញសង្គមហើយបារម្ភហួសហេតុពលរដ្ឋនិងរាជរដ្ឋាភិបាលត្រូវរិះរកវិធីសាស្ត្រពង្រឹងខ្លួនឯងទាំងវិស័យសេដ្ឋកិច្ចសង្គមនិងវិស័យការពារជាតិសូមជម្រាបថាកាលពីអំឡុងដើមខែមិថុនាឆ្នាំ2025រដ្ឋវៀតណាមបានបើកការដ្ឋានសាងសង់ផ្លូវប្រវែង 1.8 គីឡូម៉ែត្រនិងស្ពានប្រវែងជាង200ខ្សែកាត់សមុទ្រទៅកាន់កំពង់ផែកោះឫស្សីដែលវៀតណាមហៅកាត់កោះហាទៀងដោយក្រុងចំណាយថវិកាចំនួន48លានដុល្លារសហរដ្ឋអាមេរិកក្រុងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ2027នេះជាដំណាក់កាលទី1នៃគម្រោងកំពង់ផែពហុបំណងកោះឫស្សីដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងត្រយងនាំសារពិតគ្រប់ទីកន្លែង